យល់ពូនអញ្ញាសេយោសួស្តីអ្នកទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះគឺលោកគ្រូមានវីដេអូមួយទៀតដែរសម្រាប់ចែកជូនក៏ដូចជាវិញ្ញាសាចែកជូនអ្នកទាំងអស់គ្នាណាបាទអញ្ចឹងគឺយើងរៀន free ទេទាំងអស់គ្នាណាបាទយើងអាចចូលមករៀនទាំងអស់គ្នាបានអូខេដើម្បីត្រៀមប្រឡងថ្ងៃខាងមុខណាបាទអូខេតោះឥឡូវយើងចាប់ផ្ដើមមើលតែម្ដងទៅយើងឃើញរូបភាពទាំងអស់គ្នាគឺយើងបាទរូបភាពនៅក្នុងនេះគឺរូបភាពនេះគឺយើងដឹងតែគេហាមអីគេthìយើងហាមអីគេបាទជាធម្មតារូបភាពដែលមានលក្ខណៈខ្វែងបែបនេះគឺហាមហើយតែហាមនោះយើងត្រូវដឹងថាហាមអីគេទៀតជាងកាលយើងទៅប្រឡងឃើញរូបភាពហើយយើងមើលអត់យល់ទៀតណាបាទឃើញរូបភាពមើលអត់យល់នឹងគេហាមអីគេទេអញ្ចឹងរូបភាពប្រភេទនេះគឺគេហាមអីគេបាទហាមចម្អិនអាហារចម្អិនម្ហូបមែនទេបាទអូខេអ្នកទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើមមើលតែម្ដងណាបាទអូខេឥឡូវគេដាក់ថាអ៊ីភ្ចូលជីនឿនស្លាកសញ្ញាមួយនេះមូស៊ឺនអ្វីទើបស៊ីមនីកាតើមានអត្តន័យនេះពាក្យថាទើបនេះអត្តន័យបងប្អូនទាំងអស់គ្នាបាទអញ្ចឹងតើស្លាកសញ្ញាមួយនេះមានអត្តន័យអ្វីណាទី1បាទឥឡូវយើងដឹងហើយថាស្លាកសញ្ញានេះគេហាមអីគេបាទគេហាមមិនឲ្យចម្អិនម្ហូបមែនទេបាទទី1គេថាមូលបាទយើងចេះទាំងអស់គ្នាពាក្យមូលមិនអញ្ចឹងមូលនេះទឹកមែនទេគេបូកជាមួយនឹងកិរិយាសព្ទម៉ាស៊ីដាផឹកអញ្ចឹងទៅជាពីគេផឹកទឹកមែនទេផឹកទឹកតម្រងបញ្ញត្តិអានថេមនីដានេះគឺមិនអនុញ្ញាតឬក៏មិនអាចបាទអញ្ចឹងមិនអនុញ្ញាតឲ្យផឹកទឹកទេណាទី2គឺហឺបញ៉ាន់ពាក្យថាហឺបយ៉នហាដានេះគឺជក់បារីទាំងអស់គ្នាបាទជក់បារីបាទតម្រងបញ្ញត្តិអានតេដានេះគឺជាតម្រងហាមឃាត់ណាទាំងអស់គ្នាអញ្ចឹងកន្លែងនេះយើងบอกថាហាមជក់បារីណាហាមជក់បារីបាទហើយចាស់ទី3ទាំងអស់គ្នាបាទទី3គឺបាទផាពិលមកគឺញ៉ាន់អានដេមនីដាផាពិលមកតាយើងចេះទាំងអស់គ្នាណាហូបបាយមែនទេបាទមញ្ញអានថេមីដានេះគឺអីគេមិនអនុញ្ញាតឬក៏មិនឲ្យឬក៏មិនត្រូវអញ្ចឹងណានិយាយទៅឃើញមញ្ញអានថេដានៅខាងក្រោយប្រយោគមានថាប្រយោគនេះប្រយោគគេហាមយើងហើយអញ្ចឹងអត់ឲ្យហូបបាយទេណាបាទទី4គឺយូរីលហាដានេះគឺអីគេចម្អិនអាហារមែនទេទាំងអស់គ្នាមញ្ញអានថេមនីដានេះគឺមិនអនុញ្ញាតយូរីលហាមញ្ញអានថេមនីដាមិនអនុញ្ញាតឲ្យគេចម្អិនអាហារទេណាបាទអញ្ចឹងចម្លើយត្រឹមត្រូវនៅក្នុងរូបភាពមួយនេះឬក៏ដូចជាវិញ្ញាសាមួយនេះគឺចម្លើយទី4នេះគេបាទមានប៉ុណ្ណឹងហើយយើងនឹងជួបគ្នាវីដេអូក្រោយបាទបាយបាយអ្នកទាំងអស់គ្នាបាទអរគុណច្រើន